លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកិច្ចពិភាក្សាលើការផ្សព្វផ្សាយច្បាប់ស្តីពីក្រមព្រហ្មទណ្ឌនៅក្នុងថ្ងៃនេះសូមលើកយកប្រធានបទមួយទៀតមកជម្រាបជូនដែលស្តីអំពីការទទួលខុសត្រូវព្រហ្មទណ្ឌនាងខ្ញុំសូមជម្រាបដែរថាកម្មវិធីផ្សព្វផ្សាយរបស់យើងនេះគឺបង្កើតឡើងក្រោមកិច្ចសហការផលិតរវាងក្រសួងយុតិធធម៌និងក្រសួងព័ត៌មានគឺធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយច្បាប់ព្រហ្មទណ្ឌឲ្យបានដល់ប្រជាពលរដ្ឋយើងទាំងអស់ទូទាំងប្រទេសជ្រុតជាបអំពីច្បាប់នេះចាស់ហើយនៅក្នុងថ្ងៃនេះកម្មវិធីយើងមានកិត្តិយសជាថ្មីម្ដងទៀតដោយអាដាមទាំង3រូបបានចំណាយពេលវេលាដើម្បីបកស្រាយអំពីការទទួលខុសត្រូវព្រហ្មទណ្ឌមកជម្រាបជូនលោកអ្នកនាងឲ្យបានជ្រាបបន្ថែមទៀតចាស់ដែលក្នុងនោះមានអាដាមប៊ុនហុនអាដាមកើតរិទ្ធនិងអាដាមភៅសុភីចាស់ហើយជាការចាប់ផ្ដើមនៃកិច្ចវិភាសារបស់យើងនាងខ្ញុំសូមអញ្ជើញអាដាមប៊ុនហុនបកស្រាយជម្រាបជូនទូទស្សនិកជនឲ្យបានជ្រាបថាតើអ្វីទៅជាការទទួលខុសត្រូវព្រហ្មទណ្ឌនោះចា៎បាទសូមអរគុណសូមជម្រាបសួរទូទស្សនិកជនបាទការទទួលខុសត្រូវព្រហ្មទណ្ឌគឺជាការទទួលរងនៅទណ្ឌកម្មព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តបាទនេះគឺជាគោលការណ៍មួយដែលយើងកំណត់ពាក់ព័ន្ធជាមួយនឹងការទទួលខុសត្រូវព្រហ្មទណ្ឌចាចំពោះគោលការណ៍នៃការទទួលខុសត្រូវព្រហ្មទណ្ឌមានអ្វីខ្លះទៅអាយដាមបាទនៅក្នុងគោលការណ៍នៃការទទួលខុសត្រូវព្រហ្មទណ្ឌគឺយើងពិនិត្យឃើញចែងនៅក្នុងមាត្រា24ដែលនិយាយអំពីគោលការណ៍ឯកតកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌគឺថានៅក្នុងគោលការណ៍នេះគឺសំដៅទៅលើបុគ្គលម្នាក់ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនដែលខ្លួនបានប្រព្រឹត្តនេះគឺមានន័យថាបុគ្គលណាប្រព្រឹត្តអំពើណាមួយដែលជាបទល្មើសគឺគាត់ត្រូវទទួលខុសត្រូវចំពោះអំពើរបស់គាត់ចា៎มันអាចទម្លាក់អំពើដែលគាត់ធ្វើនេះទៅឲ្យអ្នកផ្សេងទទួលខុសត្រូវជំនួសបានទេចា៎ព្រោះថាគោលការណ៍នេះជាគោលការណ៍មួយដែលធ្វើយ៉ាងណាឲ្យវាតាក់ទងជាមួយនឹងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌទៅលើបុគ្គលដែលប្រព្រឹត្តអំពើល្មើសព្រោះថាគោលដៅនៅក្នុងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌគឺដើម្បីធ្វើការកែប្រែបុគ្គលដែលប្រព្រឹត្តល្មើសនោះឲ្យគាត់អាចមកធ្វើសមាហរណកម្មមករួមរស់ក្នុងសង្គមវិញព្រោះបើសិនជាយើងយកបុគ្គលផ្សេងដែលមិនបានប្រព្រឹត្តអំពើទៅឲ្យទទួលខុសត្រូវនិងទទួលរងនៅទណ្ឌកម្មព្រហ្មទណ្ឌគឺមានន័យថាវាអត់ចំទៅនឹងគោលដៅដែលក្នុងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌទេចាអាយដាមចំពោះអ្នកដែលទទួលខុសត្រូវព្រហ្មទណ្ឌតើយើងផ្ដោតទៅលើបុគ្គលណាខ្លះទៅបាទខ្ញុំបាទមុននឹងចូលទៅដល់បុគ្គលដែលត្រូវប្រកាសឲ្យទទួលខុសត្រូវព្រហ្មទណ្ឌនេះខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនថាគោលការណ៍ឯកតកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌនេះគឺវាខុសអំពីគោលការណ៍នៃការទទួលខុសត្រូវផ្នែករដ្ឋបាលនីដើម្បីជម្រាបជូនជ្រាបអំបញ្ញមិញគឺខ្ញុំបានជម្រាបអំពីគោលដៅនៅក្នុងការដាក់ទណ្ឌកម្មនេះក្នុងការចែងកំណត់គោលដៅគោលការណ៍បែបនេះគឺដើម្បីឲ្យចំនៅក្នុងគោលដៅនៅក្នុងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌដូច្នេះហើយយើងពិនិត្យឃើញថាគោលការណ៍ដែលកំណត់អំពីការទទួលខុសត្រូវក្នុងរឿងរដ្ឋបាលនីវាខុសពីនឹងព្រោះច្បាប់រដ្ឋបាលនីគេអាចឲ្យមានការទទួលខុសត្រូវផ្សេងអំពីបុគ្គលដែលប្រព្រឹត្តព្រោះថាការទទួលខុសត្រូវផ្នែករដ្ឋបាលនីគឺបុគ្គលដែលប្រព្រឹត្តខ្លួនឯងទទួលនៅអំពើទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនមានន័យថាសងការខូចខាតចំពោះអំពើដែលខ្លួនប្រព្រឹត្តឬក៏ករណីមួយទៀតគឺទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃឧទាហរណ៍ដូចជាកូនដែលស្ថិតនៅក្រោមអំណាចមេបាឬក៏ស្ថិតក្រោមអាណាព្យាបាលគាត់បានទៅធ្វើឲ្យខូចខាតនៅទ្រព្យសម្បត្តិអ្នកដទៃអញ្ចឹងអ្នកដែលទទួលខុសត្រូវក្នុងការសងការខូចខាតនេះគឺគេទម្លាក់ទៅឲ្យឪពុកម្ដាយឬក៏អ្នកមានអំណាចមេបាឬក៏អ្នកមានអំណាចអាណាព្យាបាលហើយករណីមួយទៀតគឺមានការកំណត់អំពីការទទួលខុសត្រូវចំពោះអំពើរបស់វត្ថុឬក៏អំពើរបស់សត្វនេះគឺជាគោលការណ៍ដែលយើងពិនិត្យឃើញនៅក្នុងផ្នែករដ្ឋបាលនីដែលវាខុសអំពីគោលការណ៍និយាយអំពីឯកតកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌនេះហើយចំពោះបុគ្គលដែលត្រូវប្រកាសឲ្យទទួលខុសត្រូវនេះខ្ញុំសូមចែកចែងជាពីរគឺទី1គឺនិយាយអំពីរូបវន្តបុគ្គលព្រោះថារូបវន្តបុគ្គលដែលប្រព្រឹត្តអំពើណាមួយគឺគាត់ត្រូវទទួលខុសត្រូវចំពោះអំពើរបស់គាត់ប៉ុន្តែនៅក្នុងនេះយើងត្រូវជ្រាបថារូបវន្តបុគ្គលគឺត្រូវចែកចេញជានីតិជនជាមួយនឹងអនីតិជនបាទ
នីតិជនគឺសំដៅទៅលើជនដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅនេះគឺថាបុគ្គលនេះត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពេញលេញតែម្ដងព្រោះថានៅក្នុងក្រមព្រហ្មទណ្ឌគឺបានចែងនៅក្នុងមាត្រាមាត្រា38គឺចែងអំពីនីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌអញ្ចឹងចំណុចនេះគឺថាជនដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយបានប្រព្រឹត្តបទល្មើសណាមួយគឺគាត់ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពេញលេញចំពោះបញ្ហាអនិច្ចជនវិញគឺថាជនដែលមានអាយុក្រោម18ឆ្នាំខ្ញុំសូមចែកចេញជា2គឺជនដែលមានអាយុពី14ឆ្នាំទៅក្រោម18ឆ្នាំបុគ្គលនេះគឺថានៅពេលប្រព្រឹត្តបទល្មើសគឺគាត់នៅតែទទួលខុសត្រូវព្រហ្មទណ្ឌប៉ុន្តែការទទួលខុសត្រូវព្រហ្មទណ្ឌរបស់គាត់គឺតុលាការត្រូវថ្លឹងថ្លែងដែលពាក់ព័ន្ធជាមួយនឹងកាលៈទេសៈនៃបទល្មើសដែលគាត់ប្រព្រឹត្តតាក់ទងជាមួយនឹងបុគ្គលិកលក្ខណៈរបស់បុគ្គលនេះដោយសារតែអនិច្ចជនវិធានការនៅក្នុងការដាក់ទណ្ឌកម្មគាត់គឺក្នុងគោលដៅធ្វើការតាមដានឬក៏ធ្វើការអប់រំឬក៏វិធានការការពារឬវិធានការឧបត្ថម្ភផ្សេងអញ្ចឹងគឺថាតាក់ទងជាមួយនឹងការទទួលខុសត្រូវរបស់អនិច្ចជនដែលមានអាយុពី14ទៅក្រោម18ឆ្នាំគឺថានៅតែទទួលខុសត្រូវដែរប៉ុន្តែអំពីស្ថានភាពដែលថាទទួលឲ្យដូចនីតិជនគឺមិនដូចទេគឺវាមានកម្រិតស្រាលជាងបាទចំពោះអនិច្ចជនដែលមានអាយុក្រោម14ឆ្នាំគឺច្បាប់បានកំណត់ថាមិនឲ្យទទួលខុសត្រូវព្រហ្មទណ្ឌទេមានន័យថាមិនអាចដាក់ទណ្ឌកម្មព្រហ្មទណ្ឌទៅលើគាត់បានទេចំណែកឯនីតិបុគ្គលវិញចំពោះនីតិបុគ្គលគឺដើម្បីអាចទទួលខុសត្រូវព្រហ្មទណ្ឌទាល់តែវាចូលនៅក្នុងលក្ខខណ្ឌថាបុគ្គលនីតិបុគ្គលនេះបានប្រព្រឹត្តបទល្មើសណាមួយឬដែលធ្វើតាមរយៈតំណាងរបស់គាត់ដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មួយដូចថាក្រុមហ៊ុនមួយបង្កើតឡើងដែលមានភ្នាក់ងាររបស់គាត់ឬក៏តំណាងរបស់គាត់បានធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដូចថាទៅប្រើប្រាស់នៅមធ្យោបាយនានារៀបចំដើម្បីឲ្យសាធារណជនយល់ច្រឡំហើយទៅបង់នៅប្រកាសទ្រព្យសម្បត្តិផ្សេងហើយគាត់យកមកបានជាប្រយោជន៍សម្រាប់នីតិបុគ្គលនេះគឺជាយើងកំណត់ថាគាត់ធ្វើអំពើឆបោកដល់សាធារណជនបាទអំពើដែលធ្វើឡើងបែបនេះគឺថានីតិបុគ្គលប្រព្រឹត្តបទល្មើសប៉ុន្តែដើម្បី